ជំរាបសួរខ្ញុំបាទឈ្មោះសៀងពៅគឺជាអគ្គនាយកក្រុមហ៊ុន Pearl Pavilion and Home ដែលយើងក្រុមហ៊ុន Real Estate នៅស្រុកខ្មែរអញ្ចឹងមកនិយាយពីភ្ញៀវទេសចរចិនវិញខ្ញុំពិតជាសប្បាយចិត្តមែនទែនព្រោះល្ងាចមិញខ្ញុំបានទទួលគាត់រហូតដល់ម៉ោង10យប់នៅមានសំណួរជាច្រើនដែលភ្ញៀវបរទេសដែលគាត់តែងតែមានចម្ងល់អញ្ចឹងវាជាឱកាសល្អមួយដែលខ្ញុំមានឱកាសបកស្រាយទៅភ្ញៀវជាច្រើនអ្នកល្ងាចមិញតែម្ដងចាស់ស្ដែងមានសំណួរមួយដែលគេបានសួរថាតើជនជាតិបរទេសអាចទិញដីទិញផ្ទះនៅស្រុកខ្មែរបានដែរអត់ទីពីរក៏បានសួរថាតើពេលដែលទិញហើយហ្នឹងគាត់បានប្លង់រឹងឬក៏បានអាគារនឹងនៅយូរអង្វែងរយៈពេលប្រហែលឆ្នាំហើយក៏មានសំណួរមួយទៀតដែលបានចោទសួរមកខ្ញុំដែរគាត់ថាបើសិនជាកន្លែងហ្នឹងផ្ទះរបស់គាត់ទិញហើយស្រាប់រដ្ឋាភិបាលអភិវឌ្ឍចំដូចជាធ្វើស្ពានធ្វើផ្លូវថ្នល់តើគាត់បានសំណងដែរឬទេជាងជាសំណួរមកដល់ជនជាតិបរទេសគាត់កង្វល់គាត់ឆ្ងល់ថាចុះបើចំអញ្ចឹងតិចចំផ្ទះគាត់ដីគាត់គាត់យកអស់គាត់បានអីទៅថាមិនមែនបែបហ្នឹងទេនៅពេលដែលរដ្ឋាភិបាលធ្វើអភិវឌ្ឍកន្លែងណាមួយប៉ះចំដីឬផ្ទះយើងគឺរដ្ឋាភិបាលសងទៅតាមតម្លៃនៃអចលនទ្រព្យតម្លៃទៅតាមទីផ្សារជាក់ស្ដែងគឺមិនឲ្យគាត់កង្វល់ទេឲ្យគាត់មិនមកបាច់បារម្ភទេបាទបងភ្ជាប់ជាមួយនឹងរឿងហ្នឹងដែរដោយសារតែកម្ពុជាយើងទឹមតែបោះសម្អាត scam online អញ្ចឹងជាយោបល់បងថាវាជាឱកាសដើម្បីទេសចរចូលមកថ្មីទេឬក៏យ៉ាងដែរបាទសំណួរនេះពិតជាល្អមែនតើខ្ញុំមានជំនឿជឿជាក់លើរដ្ឋាភិបាលរបស់ប្រទេសជាតិរបស់យើងគឺគាត់កំពុងតែរៀបចំយ៉ាងថាមមាញឹកមែនតើដើម្បីធ្វើម៉េចទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកស្រុកខ្មែរកាន់តែច្រើនជាពិសេសគឺយើងឃើញស្រាប់មកគឺកំពុងតែបោះសម្អាតគេហៅថា scam online ថ្ងៃនេះយើងនឹងទទួលបានភ្ញៀវinvestor បរទេសដែលជាអ្នករកស៊ីស្របច្បាប់ត្រឹមត្រូវមកទាំងអស់តែម្ដងធ្វើឲ្យសេដ្ឋកិច្ចជាតិរបស់យើងប្រទេសជាតិរបស់យើងរីកចម្រើននេះជាអ្វីដែលខ្ញុំជឿជាក់100%បាទអូខេអរគុណច្រើនបងអរគុណ